មេរៀនទី1ល្បឿនពន្លឺចំពុកទី3បុកតិចធោះបំណងនៃមេរៀនពន្យល់ពីការវាស់ល្បឿនពន្លឺក្នុងសម័យបុព្វកាលបកស្រាយការវាស់ល្បឿនពន្លឺដោយប្រើវិធី Rayleigh បកស្រាយការវាស់ល្បឿនពន្លឺដោយប្រើវិធីលោក Fizeau និងការកំណត់ល្បឿនពន្លឺក្នុងសញ្ញាកាសដែលទទួលស្គាល់ជាសកល1បបកាលនៃល្បឿនពន្លឺនៅក្នុងសម័យលោកកាលីឡេប្រើការវាស់ល្បឿនពន្លឺតាមរយៈចង្កៀងហើយប្រើ telescope សម្រាប់ពិនិត្យនិងមានជំនួយការពីររូបដូចការវាស់ល្បឿនពន្លឺគឺមានវិធី2គឺវិធីរបស់លោក Rayleigh គឺតាមរយៈការអង្កេតចលនាកន្លងភពច័ន្ទរបស់ភពហោះនេះក្នុងហើយរូបគឺកត់សម្គាល់ពីខួបនៃគ្រប់ពន្លឺរបស់ច័ន្ទដែលព្រោះតាមចម្ងាយរវាងផែនដីនិងភពហោះនៅពេលដែលផែនដីនៃចម្ងាយភពហោះនិងខួបរបស់មានរយៈពេលយូរជាងធម្មតាឬធ្វើដំណើរឆ្ងាយជាងមុនលទ្ធផលរបស់រូបរាមាគឺល្បឿនមាន214,000ម៉ែត្រគីឡូម៉ែត្រក្នុង1វិនាទីការសន្និដ្ឋានតម្លៃនេះមានតម្លៃទាបជាងតម្លៃពិតប្រាកដប្រហែល 25% ដោយសារចំណេះដឹងនៃវិមាត្រនៃកន្លងផែនដីនៃសម័យនោះមានកម្រិតទោះយ៉ាងណាក៏ដោយក៏តតាំងនៃបង្ហាញថាល្បឿនគឺមានកម្រិតវិធីទី2គឺវិធីរបស់លោក Fizeau វិធីទី2គឺជនជាតិបារាំងគឺ Fizeau បាននៅឆ្នាំ1849តែតទៅនឹងការប្រើធ្មេញស្ពឺបាទពន្លឺរត់កាត់ធ្មេញស្ពឺបែបនេះគឺគាត់សង្កេតល្បឿននេះគឺមានតម្លៃ 3.13 គុណ10សកុល8ម៉ែត្រក្នុងវិនាទីប្រើរូបមន្ត C ស្មើ 2 dn លើ n នេះគឺជាតារាងសេចក្តីសង្ខេបនៃការរកល្បឿនពន្លឺរបស់អ្នកប្រាជ្ញទាំង3និងល្បឿនពន្លឺក្នុងបច្ចុប្បន្នគឺរូបកាលីឡេគឺ1638ឬខ្លាំងអាចវាស់បានអូឡេរ៉េមែ1676 2.14 គុណ10សកុល8ម៉ែត្រក្នុងវិនាទីFizeau 1849 3.13 គុណ10សកុល8ម៉ែត្រក្នុងវិនាទីសកល299 លាន 792,445 ម៉ែត្រក្នុងវិនាទីសូមអរគុណសម្រាប់ការយកចិត្តទុកដាក់